ជាបឋមខ្ញុំប្រកាសណាសូមនមស្ការចំពោះគុណព្រះរតនត្រ័យដែលជារតនៈដ៏ឧត្តមឧត្តមប្រសើរគង់ពោះលើលោកនមស្ការព្រះធរណុធរៈគ្រប់ព្រះអង្គសម្រាប់ពោញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាសូមអនុមោទនាត្រេកអរនៅកម្មវិធីព្រះធម៌នៃវត្តបុរាណនិវេសកោះកឡដែលមានវត្តមានរបស់ខ្ញុំកណ្ណាអាត្មាភាពជាមួយនឹងព្រះសង្ឃជាសមណសិស្សវត្តកោះកឡការចេញនៅវីដេអូជាពធនេះអាចនឹងមានការចេញជាញឹកញាប់អញ្ចឹងថ្ងៃនេះខ្ញុំប្រកាសណាជាមួយនឹងកូនសិស្សគឺសាមណេរនាមបញ្ញត្តិអត់មាននាមបញ្ញត្តិទេគឺសាមណេរស្រេងពិសិដ្ឋជាមួយនឹងខ្ញុំកណាសាមណេរលើមុនរីដែលត្រូវជាគ្រូបង្រៀននៅក្នុងវត្តបុរាណនិវេសកោះកឡថ្ងៃនេះគឺខ្ញុំកណាទាំងពីរព្រះអង្គគឺនឹងមានអត្ថបទពធដែលជួនញោមពុទ្ធបរិស័ទទាំងអស់គ្នាដែលចូលពាក់ព័ន្ធជាមួយនឹងវិជាដកដែលព្រះអង្គត្រេងពិសិដ្ឋលោកនឹងនិទានរឿងជាដកនោះដើម្បីចែកជូនញោមពុទ្ធបរិស័ទទាំងអស់គ្នាដើម្បីកើតទៅជាការជ្រះថ្លាកើតទៅជាការសង្វេគកើតទៅជាការវិវេកធម៌កើតឡើងនឿយណាយនៅក្នុងខណ្ឌបញ្ចកាហើយវិជាដកដែលព្រះអង្គពិសិដ្ឋនឹងលើកឡើងនៅក្នុងគ្រានេះគឺវិជាដកមានឈ្មោះថាតណ្ឌលៈជាដកតែសម័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គកើតទៅជាសត្វជ្រូកកំណើតជាសត្វជ្រូកនៅក្នុងសម័យនៃព្រះបាទព្រហ្មទត្តសោយរាជ្យនៅក្នុងក្រុងពរាណសីហើយការកើតឡើងនៃរឿងនេះយ៉ាងណាហើយរឿងនេះប្រកាសយ៉ាងណាខ្ញុំកណាសូមប្រគេនទៅព្រះអង្គពិសិដ្ឋដើម្បីបានរៀបរាប់អំពីដំណើររឿងនេះទាំងអស់គ្នាសូមញាតិញោមជ្រះថ្លាអនុមោទនាព្រះករណាសូមការថ្វាយបង្គំប្រជុំ3នៃព្រះរតមានពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈជារតនៈដ៏ដងពោះលើលោកសូមនមស្ការចំពោះព្រះគ្រូចិត្តការនិងព្រះធរានុធរៈគ្រប់ព្រះអង្គនិងចម្រើនពរញាតិញោមពុទ្ធបរិស័ទហើយថ្ងៃនេះអាត្មានឹងលើករឿងតណ្ឌលៈជាដកដើម្បីយកមកនិយាយថ្ងៃនេះការព្រះសម្មាសម្ពុទ្ធនៃយើងទ្រង់ប្រទាននៅក្នុងវត្តចេតពុនមានភិក្ខុមួយអង្គជាអ្នកខ្លាចនៅសេចក្តីស្លាប់គ្រាន់តែលឺមេឈើបន្តិចបន្តួចធ្វើឲ្យលោកភ័យខ្លាចរត់ចេញពីកន្លែងនោះគ្រាន់តែលឺសំឡេងអីបន្តិចបន្តួចមិនបានទេគឺលោករត់ចេញពីកន្លែងនោះនឹងលឿនព្រោះលោកខ្លាចនៅសេចក្តីស្លាប់តាំងពីនោះមកភិក្ខុដែលជាអ្នកនៅក្នុងវត្តរួមគ្នានោះលោកនាំគ្នានិយាយថាភិក្ខុជាអ្នកមិនបានពិចារណាថាសង្ខារទាំងឡាយមិនទៀងទើបលោកមាននៅសេចក្តីខ្លាចទើបព្រះសម្មាសម្ពុទ្ធនៃយើងបានទ្រង់ត្រាស់ហៅភិក្ខុនោះមកគឺថាតើភិក្ខុជាអ្នកខ្លាចសេចក្តីស្លាប់មែនឬក៏ភិក្ខុនេះឆ្លើយថាណាព្រះអង្គទើបព្រះអង្គថាភិក្ខុនេះជាអ្នកខ្លាចសេចក្តីស្លាប់មិនព្រមជាតិនេះទេសូម្បីតែអតីតជាតិក៏ជាអ្នកខ្លាចនៅសេចក្តីស្លាប់ដែរក៏ព្រះអង្គលើកនៅតណ្ឌលៈជាដកអតីតកាលព្រះព្រហ្មទត្តគ្រប់គ្រងនៅក្រុងព្រាហ្មណសីព្រះពោធិសត្វនៃយើងបដិសន្ធិក្នុងពោះមេជ្រូកមួយនេះថ្ងៃមួយមេជ្រូកនោះបានគ្រប់ខែក៏បានកើតនៅជ្រូកនោះហើយពេលនៅថ្ងៃមួយជ្រូកនោះក៏បានធំធាត់ឡើងក៏មេជ្រូកនោះក៏បាននាំកូនទៅដេកនៅក្នុងរណ្ដៅមួយត្រាប់តែមានយាយចាស់មួយគាត់បានមកពីកន្លែងបេះកបាសក៏បានការមានឈើច្រត់គាត់មួយដើរលើដីលើខ្ពកទៅជ្រូកនេះជាម្ដាយនេះគ្រាន់តែលឺសំឡេងហ្នឹងក៏បានរត់ចោលកូនទាំងពីរនឹងបាត់ទៅហើយយាយចាស់ក៏បានឃើញជ្រូកទាំងពីរគួរកំសត់ពេកក៏បានយកមកចិញ្ចឹមធ្វើដូចជាកូនរបស់ខ្លួនហើយក៏បានដាក់ឈ្មោះឲ្យថាជ្រូកបងឈ្មោះ
តុនដេឡាឯមហាតុនដេឡាឯបំណាយជ្រូកប្អូនឈ្មោះជលៈតុនដេឡាក្នុងថ្ងៃមួយជាថ្ងៃមហោស្រពក៏មានអ្នកជាអ្នកផឹកស្រាក៏បានអស់សាច់នៅសាច់ខ្លែមអញ្ចឹងក៏បាននាំគ្នាទៅក៏បានដឹងថាផ្ទះយាយចាស់មានជ្រូកគាត់បានចិញ្ចឹមជ្រូកអញ្ចឹងក៏នាំគ្នាទៅផ្ទះគាត់ដើម្បីទុំទិញជ្រូកយាយក៏មិនព្រមលក់ទេថាជ្រូកនេះជាកូនរបស់គាត់ព្រោះគាត់ចិញ្ចឹម3បាច់អញ្ចឹងទៅក៏អ្នកមកទិញអ្នកប្រមឹកស្រាហ្នឹងក៏នាំគ្នាអំបគាត់ដើម្បីទិញនៅជ្រូកនោះគាត់មិនព្រមទេក៏អ្នកប្រមឹកស្រាទាំងនោះក៏នាំគ្នាឲ្យស្រាគាត់ហូបរហូតដល់តែគាត់ស្វឹងទៅនិយាយជាមួយគាត់ថាតើយាយយកប្រាក់នេះទៅចាយចោះហើយខ្ញុំយកជ្រូកហើយយាយក៏បានព្រមក្នុងពេលស្វឹងហ្នឹងក៏បានព្រមថាកុំយកជ្រូកបងយកជ្រូកប្អូនតុនដេឡាជាប្អូនហើយក៏ពួកអ្នកប្រមឹកនោះក៏បានថាតើធ្វើមិនដេចទៅហៅមកក៏និយាយថាជ្រូកទាំងពីរនេះនៅគុំឈើក៏ថាឲ្យទៅទិញនៅបន្លែស្រស់ដើម្បីយកមកដាក់ក្នុងស្នូកដើម្បីឲ្យជ្រូកនោះទីក៏នោះក៏បានទៅទិញនៅបន្លែទិញផ្លែឈើផ្សេងដូចជាស្ពៃដូចជាអីហ្នឹងយកមកដាក់ឲ្យជ្រូកស៊ីយាយក៏ថាឲ្យយាយទៅហៅជ្រូកនឹងមកក៏នោះគ្នាទៅម្នាក់ក៏បានកាន់អន្ទាក់ក្នុងដៃដើម្បីចាប់ជ្រូកនោះក៏បានឈរនៅគៀនយាយដែរប៉ុន្តែនៅគៀនរៀងឆ្ងាយតិចហើយក៏បានឲ្យយាយហៅយាយក៏បានហៅប្អូនមុនឲ្យទៅស៊ីចំណៃក៏បងចំណៃជាបងមហាតុនដេឡាបានលឺដូច្នេះក៏បានដឹងថាថ្ងៃនេះប្រហែលជាមានភ័យដល់ខ្លួនហើយទើបក៏ឲ្យប្អូនទៅមើលប្អូនគាត់ទៅដល់ក៏បានឃើញនៅមនុស្សជាច្រើនហើយនឹងមហូបដែលដូចជាស្ពៃជាអីខុសពីរោះដងក៏រត់មកវិញទាំងភ័យខ្លាចរត់ឈោមិនតន់នឹងផងក៏បងក៏សួរថាហេតុគាត់ទៅមិញគាត់តែមកវិញកើតអីបានក៏ភ័យមកម្លេះក៏ប្អូនក៏បានប្រាប់ថាព្រោះថាមានមនុស្សច្រើនណាស់ដែលកាន់អន្ទាក់ក្នុងដៃទើបបងក៏ថាណែប្អូនម្ដាយយើងចិញ្ចឹមយើងដោយប្រយោជន៍ណាប្រយោជន៍នោះបានដល់ហើយទើបថ្ងៃនេះគាត់សម្រេចចិត្តលក់យើងទៅឲ្យគេបែបនេះពេលនោះជ្រូកបងក៏បានពោព្រាមប្រដៅដល់ជ្រូកប្អូនយ៉ាងច្រើនសំខាន់តែអភ័យទោសចំពោះព្រះធេរានុធេរៈដែលខុសពាក្យតិចតួចសូមអភ័យទោសឯខន្តីអភ័យទោសដល់ខ្ញុំប្រកាសណាពីស្ដាប់ព្រះអង្គពិសិដ្ឋលោកបាននិទានជាដកញោមកណាគុណចាស់គ្រប់ព្រះអង្គក៏សូមខន្តីអភ័យទោសចំពោះកំហុសខុសឆ្គងផងពីព្រោះថាលោកក៏ជាអ្នកសិក្សាថ្មីថ្មោងប្រយោជន៍នៃកម្មវិធីនេះគឺដើម្បីឲ្យលោកមានការហ្វឹកហាត់នៅក្នុងការសិក្សានៅក្នុងដំណើរពធហើយជំហានទី1គឺមានតែឲ្យលោកអាចអានរឿងទើបអាចចាំនៅសេចក្តីបានពីព្រោះថាសម្រាប់អ្នកសិក្សាថ្មងថ្មីគឺមិនអាចឲ្យទៅនិយាយធោះអាអីយ៉ាងណាដល់ពិសិដ្ឋក្រៃលែងបានទេមានតែការពោលដូចជារឿងរ៉ាវមានប្រជុំនិទានជាដកជាដើមនេះមានពជាដកដូច្នេះជាបន្តទៅខ្ញុំកណាសូមយកនៅពគាថាដែលមាននៅក្នុងតតន្ត3ដកដែលជាការពោលទូមានទៅដល់ចលតុនដលៈរបស់មហាតុនដលៈដែលបានមានប្រកាសនៅក្នុងជាដកនោះឯងហើយជាដកនេះគឺជាជាដកមួយដែលមានខ្លឹមសារពីព្រោះថាជាសម័យនៃព្រះពោធិសត្វនៃយើងព្រះអង្គកំពុងតែតូនយកកំណើតកើតជាកំណើតផ្សេងដើម្បីបំពេញនៅបារមីធម៌
ពេលដែលចូលតុនលៈបានដល់នៅសេចក្តីភ័យខ្លាចព្រោះតែសេចក្តីស្លាប់អំពីសំណាក់ពួកអ្នកលេងសូរ៉ាទាំងឡាយក៏មហាចូលតុនលៈបានទូមានប្អូនដោយប្រការៈផ្សេងៗហើយសេចក្តីនោះខ្ញុំកណ្ណានឹងអានតែម្ដងអធិស្ឋានផងព្រោះខ្ញុំកណ្ណាមិនបានចាំនៅសេចក្តីនៅពាក្យថានឹងទេថានៅក្នុងបៃដកខ្មែរយើងគឺបៃដក59ទំព័រ56ពេលនោះគឺពេលដែលជនចូលតុនលៈមានការភ័យខ្លាចកើតឡើងក៏បានពោលទៅចំពោះមហាតុនលៈជាបងសិនថាម្ចាស់យើងធ្លាប់ឲ្យបបរបន្ទក់និងបាយក្តាំងឥឡូវនេះគាត់ឲ្យបន្លែស្រស់វិញស្នូកនេះពេញដោយបាយបាយ៉ាបន្ទោះពេញដោយបាយសស្អាតស្ត្រីជាម្ចាស់យើងក៏ឈរនៅចិត្តស្នូកនោះដែរអ្នកផងច្រើនគ្នាមានដៃកាន់អន្ទាក់ខ្ញុំមិនចង់ស៊ីទេនេះគឺជាការពោលរបស់ចូលតុនលៈដែលជាជ្រូកប្អូនពីព្រោះថាពេលដែលចូលតុនលៈបានធ្វើដំណើរចេញទៅខាងក្រៅក៏ឃើញនៅសភាពនៃអាហារក៏មានការពិសេសខុសប្លែកហើយគួរឲ្យភ័យខ្លាចត្រង់ថាស្ត្រីចាស់មិនមែនអង្គុយតែម្នាក់ឯងទេគឺមាននៅពួកអ្នកលេងសូរ៉ាយ៉ាងច្រើនក្នុងព្រះអត្ថកថាលោកពោលថាមាន30រូបពេលនោះក្រោយពីជ្រូកដែលជាចូលតុនលៈមានការភ័យខ្លាចរត់មកញញញ័រខ្លួនប្រាប់នៅជ្រូកដែលជាបងដែលជាមហាតុនលៈនោះដោយភាពញាប់ញ័រក្នុងខ្លួនមានការធ្វើដំណើរនឹងឯងដើរចុះដើរឡើងវិលខ្លួននេះជាធម្មតារបស់សត្វដែលយើងធ្លាប់ដែលយើងមានប្រកបធ្លាប់ឃើញជាប្រចាំពេលនោះមហាតុនលៈក៏ពោលថាអ្នកតក់ស្លុតស្លន់ស្លោប្រាថ្នារកទីពឹងពួនអ្នកអត់ទីពឹងទេអ្នកនឹងទៅក្នុងទីណាមនាលតុនលៈអ្នកចូលមានសេចក្តីខ្វល់ខ្វាយបរិភោគចុះយើងដែលគេចិញ្ចឹមដើម្បីប្រយោជន៍តែសាច់ប៉ុណ្ណោះនេះគឺក្នុងព្រះអត្ថកថាជាដើមបានពោលលម្អិតពីក្នុងសេចក្តីហ្នឹងគឺមហាតុនលៈបានប្រាប់ប្អូនថាកុំឲ្យមានសេចក្តីភ័យខ្លាចអីអ្នកដែលមានសេចក្តីតក់ស្លុតភ័យខ្លាចស្លន់ស្លោនេះអញ្ចឹងគឺពេលដែលមហាតុនលៈបានឮពីការពោលរបស់ចូលតុនលៈក៏បានពោលនៅពាក្យថាដើម្បីប្រាប់ថាយើងគឺគេចិញ្ចឹមដើម្បីប្រយោជន៍តែសាច់នឹងឯងប៉ុន្តែមែនទែនបើនៅក្នុងព្រះអត្ថកថាលោកក៏បានពោលដែរថាមហាតុនលៈក៏បានពោលប្រាប់ប្អូនថាប្រយោជន៍ដែលយាយចាស់ដែលជាម្ដាយនេះបានចិញ្ចឹមមើលថែយើងទាំងពីរហ្នឹងដើម្បីប្រយោជន៍ណាប្រយោជន៍នោះបានដល់ទីបំផុតហើយអញ្ចឹងគឺលោកយាយចាស់គាត់បានចិញ្ចឹមនៅជ្រូកទាំងពីរគឺដើម្បីទុកហាក់បីដូចជាកូនដែលជាទីស្រឡាញ់ពេញចិត្តអញ្ចឹងប៉ុន្តែប្រយោជន៍នោះគឺបានដល់ទីបំផុតហើយនៅសាច់រឿងនោះមកព្រោះតែលោកយាយគាត់ត្រូវសូរ៉ាអញ្ចឹងមហាតុនលៈក៏បានទូលមានប្អូនទៀតថាបើអ្នកខ្លាចសេចក្តីស្លាប់អ្នកចូលចុះទៅកាន់ស្រះដែលមិនមានភក់អ្នកចូលជំរះនៅញើសនិងក្អែទាំងអស់ចេញក្លិននៃគ្រឿងលាបណាមិនដាច់ក្នុងកាលណាអ្នកចូលកាន់យកនៅគ្រឿងលាបដ៏ថ្មីនោះចុះចូលតុនលៈសួរថាស្រះមិនមានភក់តើដូចម្ដេចអ្វីណោះដែលលោកហៅថាញើសនិងក្អែមួយទៀតគ្រឿងលាបដ៏ថ្មីតើដូចម្ដេចទាំងក្លិនរបស់វាក៏មិនដាច់ក្នុងកាលណាមួយនេះគឺជាការពោលរបស់មហាតុនលៈហើយក៏ជាការឆ្ងល់របស់ចូលតុនលៈដែរពីព្រោះនៅក្នុងព្រះអត្ថកថាលោកពោលថាការពោលរបស់មហាតុនលៈនេះដែលជាប់ពាក់ព័ន្ធជាមួយនឹងការចុះទៅក្នុងស្រះដើម្បីដោះជំរះនៅភក់ដែលប្រះចាក់ភក់ហើយដោះជំរះនៅខ្លួនយកនៅគ្រឿងលាបថ្មីដើម្បីមកលាបខ្លួននេះពីដើមមកជ្រូកមិនដែលធ្វើអញ្ចឹងទេអញ្ចឹងតើហេតុអីបានជាបងពោលអញ្ចឹងក៏សួរថាតើស្រះមិនមានភក់តើដូចម្ដេចហើយញើសក្អែលហ្នឹងមានបានដល់តើដូចម្ដេចហើយគ្រឿងលាបហ្នឹងតើដូចម្ដេចអញ្ចឹងមហាតុនលៈក៏ឆ្លើយថា
thổ tục chỉ sra mình miền phúc bám lô po thà nhớ thằng cái sao tục chỉ kêu liệp đợt mấy chẳng khăn đọc bảo sợ nó mình đây không cả nà nọ cả na mà đòn phụ chôn nè sầm lạp nở sợi raในxa từng lái rồi mấy tri o chụp pu chụp này khang phụ sát nè trâu trông nó sợi ra rồi mấy mình tri o nó phụ sát rồi còn đôi dương rồi mấy tri o là bong này chụp vật không khai đã miếng chăn bình vùng chọc cho là tên này lại chỉ đỏ chẳng cứ thì cái đây này bị chia đỏ này miền an tên này chưa chịu rong thà cà po rồi bó mà hà tên này lại cho bẹ pon chỉ mùi nâng cao mà thà phụ ra đây mình miền phụ cứ ban đầu thua nhớ nâng cái ban đầu bám trong này ở kêu liệp đại miền khẩn đây mình đạch nó không cả làm muối cứ sầm đạo đó lên rồi bỏ sợi thì cái đây ní dương con tại làm phần này sầm rạp dương chỉ nè mình bàn sập xa sầm rạp dương chỉ là miền bành nhàn tích dương bà con chỉ mình ai vô bàn tết thà ta thua cửa vấyហើយបាបនោះគឺយ៉ាងម៉េចហើយក៏សិលដែលមានក្លិនមិនដាច់នោះយ៉ាងណាទេដូច្នេះការបញ្យល់របស់ព្រះអដ្ឋកថាតើតងជាមួយនឹងធម៌គឺបានដល់គុណធម៌ទាំងឡាយមានសិលទាំងឡាយជាដើមមានទុច្ចរិតមានពោធិបក្ខយធម៌និយាយដោយរួមគឺសំដៅដល់ព្រះនិព្វានពីព្រោះថាពេលនោះគឺមហាទិន្នលៈបានទូមានប្អូននៅជាអ្នកមានសេចក្តីភ័យខ្លាចថាបើសិនជាយើងមិនអាចក្នុងអត្ថន័យថាបើសិនជាយើងមិនចង់ជួបនៅសេចក្តីភ័យខ្លាចឬក៏ថាបើសិនជាយើងមានសេចក្តីភ័យខ្លាចមានន័យថាបើសិនជាយើងមានសេចក្តីភ័យខ្លាចយើងពិតជាចង់ចេញចាំពីសេចក្តីភ័យខ្លាចនោះអញ្ចឹងតើអ្នកគួរតែធ្វើដូចម្តេចមានតែចោះទៅលាងស្រះជំរះខ្លួននៅក្នុងស្រះដែលមិនមានភក់ស្រះដែលមិនមានភក់ក្នុងទីនេះពោលគឺព្រះនិព្វានចឹងព្រះនិព្វាននឹងឯងជាស្រះពេលដូចជាស្រះដែលមិនមានភក់ព្រោះមិនមានមន្ទិលពួកមានពួកទាគៈទោសៈមោហៈជាដើមកិលេសទាំងឡាយនេះមិនមាននៅក្នុងព្រះនិព្វានទេទុកទោមនោទាំងឡាយក៏មិនមានក្នុងព្រះនិព្វានដែរចឹងពេលដែលជនបានចុះទៅកាន់ស្រះដើម្បីលាងជំរះនៅខ្លួនដែលអាចជំរះនៅខ្លួនបាននេះគឺព្រោះតែស្រះនោះមានប្រសិទ្ធភាពមែនប្រៀបដូចជាព្រះនិព្វានដែលអាចលេងជំរះនៅសេចក្តីទុក្ខសេចក្តីតក់ស្លុតរបស់យើងគ្រប់គ្នាអញ្ចឹងយើងគ្រប់គ្នាដែលចិត្តតែមានសេចក្តីតក់ស្លុតចំពោះសេចក្តីស្លាប់តក់ស្លុតចំពោះរឿងហេតុទាំងឡាយកើតឡើងនៅក្នុងលោកនេះគឺព្រោះតែយើងមិនទាន់បានជំរះដោយទឹកដែលមិនមានភក់ពោលគឺព្រះនិព្វានហើយយើងនិយាយប៉ុណ្ណេះតែព្រះនិព្វានទៅដល់របៀបណានេះមិនមែនជាវិស័យរបស់យើងគ្រាន់តែស្ដាប់វិជាដកមួយហ្នឹងឬក៏វធប៉ុណ្ណឹងទេហើយយើងនឹងក្អែប្រៀបដូចជាបាបទាំងឡាយដែលយើងអាចដល់នៅព្រះនិព្វានបានយើងត្រូវតែលះនៅបាបធម៌ទាំងឡាយបាបទាំងឡាយនេះមានកាយទុច្ចរិតវិច័យទុច្ចរិតមโนទុច្ចរិតមានពួកអកុសលមានពួកបាបទាំងឡាយដោយរូបរួមតែម្ដងបាបសពបែបយ៉ាងមិនថាតែចាប់ពីចិត្តវិចារហើយនឹងកាយទេគឺបាបទាំងអស់ដោយរូបរួមគឺហេតុនៃអកុសលទាំងឡាយដែលជាពួកកិលេសនោះឯងគឺជាបាបធម៌ដែលជាគ្រឿងមិនអាចឲ្យយើងបាត់នៅសេចក្តីតក់ស្លុតបានទេកាលណាដែលពេលដែលយើងខណៈណាពេលដែលយើងមាននៅបាបធម៌ទាំងឡាយនោះយើងមិនអាចបាត់បង់នៅសេចក្តីតក់ស្លុតណាមួយឡើយអញ្ចឹងយើងគ្រប់គ្នាហាក់បីដូចជាមានក្អែលគឺពួកបាបធម៌ទាំងឡាយពួកកិលេសធម៌ទាំងឡាយហ្នឹងហើយយើងគួរតែលៀបដោយនេះផងដែរដោយគ្រឿងក្រអូបគឺសិលដែលជាគុណធម៌ពិសេសណាជាគុណធម៌ខាងដើមទើបអាចយើងមានដំណើរទៅកាន់ការចម្រើននៅគុណធម៌បន្តទៀតពេលដែលយើងមានសិលដែលជាគុណធម៌នៅក្នុងពគាថាដែលជាខាងដើមនៃគម្ពីរវិសុទ្ធមគ្គដែលជាការពោលរបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងការដោះស្រាយប្រស្នាទេវតាបានពោលឧបមាថាសិលប្រៀបដូចជាផែនដីអញ្ចឹងសិលជាខាងដើមជាមូលដ្ឋានគ្រឹះដើម្បីយើងជន់ហើយទើបអាចចម្រើនគុណធម៌បន្តតទៅទៀតបានរហូតដល់ថ្នាក់បញ្ញាអាចរំលត់ពួកអាសវៈកិលេសទាំងឡាយបានដូច្នេះគឺការដែលបាននៅសិលដែលជាគុណធម៌មានក្លិនដ៏ល្អក្លិនអ្វីទាំងឡាយក្នុងលោកមិនស្មើនឹងក្លិនសិលទេពីព្រោះថាក្លិនសិលនេះឯងអាចដើម្បីច្រាស់ខ្យល់បាន
sai phê chặt cho bán tồn tại khăn từng lại tức ọp từng lại lần kêu cổ từng lại không sớm này cái đó là tây tạ cái đó mình ai khăn bỏ chặt cho bán thì chụp này ai sớm tôi chỉ cô nó thua là miền khăn bỏ chặt cho bán hay pe na để một cô miền sơ chỉ khang đam thì cà rồng lót nơi cái lệ nặng cột kriết hái từ anh nhang nó ba bát thua từng lại để miền riêng kia tôi xạ mổ hát chỉ ba bát thua đã đê sừng con nó không để miền cà đây tram nó không sẵn đan là bỏ dừng dừng thì bàn cái lẽ về miền tràn tròn tràn thế nát tại vì miền nặng cột kriết nặng lợt chẳng từ hãy từ ai dừng đó nữ cà chùm re đó mong sạch vô cứ pre nạp tiền bằng bản từ ai đó là pre nạp tiền bằng bảnហើយគេថាចុងក្រោយដែលមហាទិន្នលៈបានពោលទាក់ទងជាមួយនឹងសត្វទាំងឡាយអ្នកសម្លាប់សត្វហ្នឹងរមែងត្រេកអរហើយចំណែកឯអ្នកដែលត្រូវគេសម្លាប់ហ្នឹងគឺមិនអាចត្រេកអរបានទេប៉ុន្តែចូលមហាទិន្នលៈក៏បានពោលថាខ្លួនលោកហ្នឹងក៏ត្រេកអរនៅក្នុងការលះបង់ជីវិតក្នុងថ្ងៃពេញបរមីថ្ងៃពេញបរមីក៏ជាថ្ងៃឧបោសថអញ្ចឹងបើយើងគិតមែនទែនទៅពេលណាដែលដល់ថ្ងៃឧបោសថជាថ្ងៃដែលយើងចម្រើននូវគុណធម៌ដ៏ច្រើនចឹងឯងគឺមហាទិន្នលៈក៏បានប្រាប់ប្អូនមិនឲ្យមានសេចក្តីតក់ស្លុតព្រោះខ្លួនក្នុងអន្តន័យតែខ្លួនគេទាំងពីរនាក់នេះក៏សុទ្ធតែជាអ្នកមានគុណធម៌បរិសុទ្ធហើយមិនមានសេចក្តីភ័យខ្លាចអីនឹងសេចក្តីស្លាប់ទេសេចក្តីតក់ស្លុតអីនឹងសេចក្តីស្លាប់ទេព្រោះมันបានកសាងនៅហេតុនៃសេចក្តីតក់ស្លុតទេដំណើរផុតពីនឹងទៅគឺសុទ្ធតែជាដំណើររួចផុតចាកសេចក្តីទុក្ខអាចដល់កំណត់សុគតិទាំងអស់ព្រោះมันបានធ្វើនៅបាបទាំងឡាយហើយក្រោយពីសាច់រឿងហ្នឹងត្រូវបានបញ្ចប់ទៅការពោលនៅពធរបស់មហាទិន្នលៈនេះប្រៀបដូចជាការពោលរបស់ព្រះសម្មាសម្ពុទ្ធដែរហៅថាប្រៀបដូចជាពុទ្ធការពោលនេះជាពុទ្ធលីលាគឺដំណើរដូចជាព្រះសម្មាសម្ពុទ្ធសម្ដែងដូចគ្នាដែរអញ្ចឹងព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គលើកនៅជាដកហ្នឹងដើម្បីត្រាស់ប្រាប់នៅភិក្ខុនេះអញ្ចឹងភិក្ខុនេះក៏បានសម្រេចនៅសោតាបត្តផលហើយភិក្ខុនោះកូនជ្រូកប្អូនគឺបានមកជាភិក្ខុដែលខ្លាចសេចក្តីស្លាប់នឹងឯងហើយកូនជ្រូកបងគឺព្រះអរហន្តសម្មាសម្ពុទ្ធចំណែកឯបរិជាពេលដែលបានស្ដាប់នៅការពោលពធរបស់សត្វជ្រូកមហាទិន្នលៈនេះទាំងខណៈដែលមហាទិន្នលៈពោលនៅបកាថាហ្នឹងគឺត្រូវបានមានពន្លឺមានសម្លេងនឹងឯងឮខ្លាំងរហូតដល់12យោជន៍ដែលអាចឲ្យបរិជាពួកនិមឺនមុខមន្ត្រីពួកអ្នកស្រុកពួកអ្នកដែលមកប្រុងនឹងសម្លាប់ហ្នឹងគឺបានមានការទម្លាក់អាវុធចុះស្ត្រីក៏ស្វាងស្រាឡើងហើយក៏បានស្ដាប់នៅពធជាងស្ដេចក៏មានសេចក្តីជ្រះថ្លាជាមួយនឹងការពោលពធបែបនេះក៏មានការទំនុកបំរុងលោកយាយជាមួយនឹងមហាទិន្នលៈនេះកាត់ទុកថាដូចជាកូនបង្កើតអីចឹងហើយបានមហាទិន្នលៈនេះឯងបានធ្វើនៅរឿងដែលជាប្រយោជន៍ទៅច្រើននៅក្នុងនគរនឹងឯងរហូតដល់ព្រះជាបានស្លាប់ក្រោយទីបង្គត់រៀបចំទីចកិច្ចទាំងឡាយរៀបចំការបូជាប្រសពហើយក៏បានឲ្យចងក្រងនៅក្បួនច្បាប់ដើម្បីកាត់ក្តីឲ្យបានត្រឹមត្រូវយើងគិតទៅថាវាជារឿងមួយដែលមិនគួរនឹកស្មានដល់ប៉ុន្តែយ៉ាងមួយយ៉ាងណាយើងត្រូវយល់ទៅលើអត្ថន័យនៃសេចក្តីហ្នឹងបើមិនជាយើងមិនជឿសាច់រឿងក៏យើងត្រូវយល់ទៅលើសេចក្តីហ្នឹងថាធម៌ទាំងឡាយនេះពិតជាមានខ្លឹមសារមែនហើយជាការពោលជាដកនេះរបស់ព្រះសម្មាសម្ពុទ្ធក្រោយពីបានស្ដាប់ខ្ញុំកណាបានពោលនៅការទីប្រាប់អធិប្បាយផ្សេងៗជាដើមអញ្ចឹងយើងអាចឃើញនៅសេចក្តីនៃអត្ថន័យហ្នឹងគួរជាទីសិក្សាដើម្បីជាប្រយោជន៍ហើយយើងគិតថាសិក្សារឿងទាំងអស់ហ្នឹងទៅនឹងកើតទៅជាប្រយោជន៍ដល់យើងគ្រប់គ្នាអញ្ចឹងខ្ញុំកណាទាំងពីរព្រះអង្គក៏បានមកដល់នៅទីបញ្ចប់នៃការពោលនៅធម្មនិកថាជាសម្លេងនៃពធដើម្បីជារឿងមួយដែលជាប្រយោជន៍ដល់សង្គមជាតិយើងព្រោះការស្ដាប់រឿងទាំងអស់នេះមិនមែនជារឿងអត្តការមិនមែនជារឿងអត្តប្រយោជន៍ទេប្រសើរជាងយើងស្ដាប់រឿងដែលគេនិយាយតាមគ្នារឿងដែលគេជេរគ្នារឿងដែលគេបន្ទោសរាយគ្នាជាដើមហើយក៏មិនមែនជារឿងអត្តប្រយោជន៍នៅក្នុងការយកមកសិក្សាបដិបត្តិក្នុងជីវិតប្រចាំថ្ងៃនេះដែរអញ្ចឹងជាចុងក្រោយខ្ញុំប្រកាសណាទាំងពីរព្រះអង្គសូមនមស្ការលានិងចម្រើនពរលា